Chắc thay nếu dương đang hiệnពី AI សម្រាប់ការងារលក់អនឡាញចឹងការងារលក់អនឡាញយើងដឹងហើយសំខាន់ជាងគេគឺតកតងនឹង content ហ្នឹងឯងចឹងបាននៅក្នុងនេះខ្ញុំដាក់ថា create 30 day of content in 1 hour អូខេអញ្ចឹងអ្វីដែលយើងនឹងត្រូវរៀនថ្ងៃនេះគឺយើងរៀនអំពីរបៀបប្រើ AI ដើម្បីបង្កើត content ឲ្យបានលឿនបង្កើត content 30បង្កើតcontent plan ក្នុងរយៈពេល30ថ្ងៃអឺហើយនឹងរបៀបបង្កើតរូបភាពនិងធ្វើវីដេអូបន្តទៀតយើងនឹងរៀនអំពីAI យើងនឹងបង្រៀន AI ឲ្យស្គាល់ពីអាជីវកម្មរបស់យើងហើយជាចុងក្រោយគឺយើងមានក្រុមមួយចំនួនទុកឲ្យបងប្អូនដែលខ្ញុំបានរៀបចំហើយខ្ញុំនឹងតម្លាក់ជូនបងប្អូនទាំងអស់គ្នាដើម្បីជាគន្លឹះអូខេអឺកម្មវិធីរៀននេះគឺបង្កើតឡើងដោយ BU ដែលមាននាងខ្ញុំស្រីលក្ខជា founder ហើយក៏ជា trainer ផងដែរហើយយើងមានលោកធៀងវិជ្ជការដែលគាត់ជា media partner ហើយនិងលោកសុកសំអាតដែលជា brand story mentor ហេតុអីបានយើងត្រូវការរៀនថ្នាក់ហ្នឹងអឺយើងដឹងហើយអ្នកលក់យើងត្រូវការមាន content ដើម្បីបង្ហោះជារៀងរាល់ថ្ងៃហើយមួយទៀតតកតងនឹងការបង្កើតគំនិតនៃការបង្កើត content ហ្នឹងគឺពិបាកអញ្ចឹងហើយបើយើងត្រូវការរកជំនួយយើងត្រូវការពេលវេលាសម្រាប់គ្រួសារក៏ត្រូវការពេលវេលាដើម្បី reply ទៅជាមួយ customer យើងដែរបកមក AI វិញគឺ AI គឺអាចជួយឲ្យយើងនឹងចំណេញពេលវេលាបានច្រើនចឹងនិយាយថាបើយើងមាន AI ជាជំនួយគឺយើងអាច save ពេលវេលាសម្រាប់យើងយកពេលវេលាយកទៅធ្វើការងារផ្សេងៗបានជាច្រើនទៀតអញ្ចឹងអឺអត្ថប្រយោជន៍ដែលយើងនឹងអាចទទួលបានហ្នឹងគឺយើងមិនបារម្ភពី idea ទៀតទេ AI នឹងជួយយើងហើយសម្រាប់ក្នុងការបង្កើត content គឺយើងធ្វើបានលឿនជាងមុនបន្តិចទៀតខ្ញុំនឹងបង្ហាញហើយសម្រាប់រូបភាពអីផ្សេងយើងចង់បានរូប style បែបណាក៏បានដែរសេតាអក្សរទៅ AI generate រូបឲ្យយើងបានមកស្អាតតែម្ដងហើយយើងក៏អាចធ្វើវីដេអូបានដោយខ្លួនឯងនិងរបៀបកាត់វីដេអូខ្លីៗផងដែរនៅក្នុងនោះខ្ញុំមានបន្ថែមជូនឲ្យដែរតែយើងរៀនអនឡាញចឹងខ្ញុំបង្ហាញជា demo ឲ្យអញ្ចឹងអ្នកទាំងអស់គ្នាដែលធ្លាប់ខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចធ្លាប់ប្រើ CapCut អីខ្លះហើយគ្រាន់តែថាมันជាច្រើនអីតែយើងអាចកាត់តបានខ្លះចាអាចយកមកប្រើដើម្បីជួយសម្រួលក្នុងការកាត់តវីដេអូរបស់ពួកយើងដើម្បីរុញ content យើងទៅក្នុងអឺ page ឬក៏នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់យើងផងដែរអញ្ចឹងជាធម្មតាគឺយើងប្រើChatGPT ដែលភាគច្រើនគឺទាំងអស់គ្នាស្គាល់តែម្ដង ChatGPT គឺយើងយក ChatGPT យកមកប្រើនៅក្នុងការរិះរកនៅ idea ក៏ដូចជាការសរសេរនៅ caption ផងដែរអញ្ចឹងបើសិនជាយើងជាអ្នកលក់ផលិតផលណាយើងប្រកាសជាពិបាកក្នុងការគិតថាតើថ្ងៃហ្នឹងគួរតែផុស content បែបណាតើថ្ងៃហ្នឹងគួរតែសរសេរ caption មិនដើម្បីឲ្យតាក់ទាញដើម្បីរុញអឺផលិតផលរបស់យើងទៅដល់អតិថិជនរបស់យើងឲ្យគាត់មើលទៅចាប់អារម្មណ៍អញ្ចឹងពេលនេះគឺយើងអាចយកនៅយើងហៅថាអ្វីដែលយើងចង់បានទាំងអស់ហ្នឹងណាយកមកដាក់នៅក្នុង ChatGPT នឹងជួយយើងនៅក្នុងការ finding idea ទាំងអស់ហ្នឹងមកឲ្យយើងហើយសម្រាប់ការដែលយើង design រូបភាពផ្សេងយើងអាចប្រើជំនួយបន្ថែមទៀតក្រៅពីយើងបានរូបខ្លះពី ChatGPT ហើយក៏យើងអាចប្រើ Canva បន្ថែមទៀតដើម្បី decor បន្ថែមឬក៏ edit នៅ text មួយចំនួនទៀតដើម្បីឲ្យ artwork របស់យើងហ្នឹងគឺរឹតតែមានសម្រស់ទាក់ទាញបន្ថែមទៀតចា៎ CapCut គឺយើងអាចយកមកប្រើសម្រាប់ក្នុងការកាត់តវីដេអូធម្មតាវីដេអូនៅក្នុង AI អត់មានរយៈពេលវែងទេលើកលែងតែ Hidden មួយទេដែលយើងអាចធ្វើវីដេអូ avatar ថតឃ្លីនឬក៏ការបង្រៀនការបង្រៀនវីដេអូក្នុងការបង្រៀនហ្នឹងគឺយើងអាចបង្កើតបានវែងរហូតដល់30នាទីក្រៅពីហ្នឹងគឺខ្លីៗឯងអញ្ចឹងយើងត្រូវការប្រើ tool ដើម្បីជំនួយដើម្បីកាត់តប្លង់មួយចូលគ្នាដើម្បីឲ្យក្លាយទៅជាវីដេអូមួយហើយសម្រាប់កម្មវិធីទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចប្រើបានតាមកុំព្យូទ័រក៏បានមាន iPad ប្រើ iPad មាន tablet ប្រើ tablet មានទូរស័ព្ទប្រើទូរស័ព្ទគឺប្រើបានទាំងអស់ចា៎អូខេអញ្ចឹងដើម្បីឲ្យអាចឲ្យ AI ឬក៏យើងហៅថា ChatGPT ហ្នឹងធ្វើការងារទាំងនោះឲ្យយើងបានយើងត្រូវ
ឲ្យ AI ឬក៏ ChatGPT ហ្នឹងស្គាល់ពីយើងជាមុនសិនស្គាល់ថាយើងជានរណា business យើងអីគេធ្វើអីគេមានផលិតផលឬក៏សេវាកម្មអីគេខ្លះអញ្ចឹងខ្ញុំមាន sample template ព្រមសម្រាប់ឲ្យអ្នកទាំងអស់គ្នាអាចយកទៅ train AI ឲ្យស្គាល់ពី business របស់អ្នកទាំងអស់គ្នាបានអញ្ចឹងនៅក្នុងនេះគឺយើងអាចទៅសេបានជាសេខ្មែរក៏បានដែរណាអឺដោយសារ ChatGPT ក៏ស្គាល់ភាសាខ្មែរដែរអញ្ចឹងនៅក្នុងនេះខ្ញុំឧទាហរណ៍ជាភាសាអង់គ្លេសដាក់ថា here is my business information learn it and wait for the next instruction អញ្ចឹងខាងលើនេះគឺជា prompt មួយដើម្បីយើង instruction ឲ្យ AI អឺចាប់ផ្ដើមរៀនពី business របស់យើងហើយកុំតន់អាចធ្វើអីផ្សេងទៀតចាំរៀនហើយ understand ពី business យើងហើយយល់ពីអាជីវកម្មយើងហើយបានយើងចាប់ផ្ដើមថាអូខេធ្វើអីបន្តទៀតអញ្ចឹងណាអញ្ចឹងដើម្បីឲ្យ AI ស្គាល់ពីយើងទីមួយយើងត្រូវឲ្យព័ត៌មានទៅ AI តាក់ទងនឹងឈ្មោះអាជីវកម្មរបស់យើងតើអាជីវកម្មរបស់យើងនោះឈ្មោះអីគេ business name ហ្នឹងហើយ product ឬក៏ service របស់យើងហ្នឹងអីគេអញ្ចឹងកន្លែង product service នេះយើងអាចទៅសេជាឈ្មោះ product ហើយជាឈ្មោះផលិតផលហើយនិងឈ្មោះសេវាកម្មបូកបន្ថែមជាមួយនឹងថាអូខេ product យើងមួយហ្នឹងមានអត្ថប្រយោជន៍ឬគុណសម្បត្តិអីគេខ្លះអញ្ចឹងណាអញ្ចឹងអាកន្លែងនេះវារៀងច្រើនដែរបើនិយាយទៅcontent ដែលយើងដាក់បញ្ចូលទៅវារៀងច្រើនដែរគាត់ថាកូយើងមានតាមចំណុចហ្នឹងអញ្ចឹងណាតកតងនៅក្នុង product ហ្នឹងយើងអាចរៀបរាប់អស់ទៅរៀបរាប់កាន់តែច្រើនAI នឹងស្គាល់ពី product យើងកាន់តែច្បាស់អញ្ចឹងនៅក្នុងហ្នឹងបើសិនជាប្រភេទ product ដែលយើងត្រូវចង់ show up ពី ingredient ឬក៏វត្ថុធាតុផ្សំហ្នឹងគឺនៅក្នុងហ្នឹងក៏យើងត្រូវដាក់ដែរវត្ថុធាតុផ្សំអីគេប្រើសម្រាប់អ្នកណាប្រើទៅមានអត្ថប្រយោជន៍នៃខ្លះហើយបើអាចបានទាំងរបៀបប្រើប្រាស់ទៀតក៏បានដែរតែរបៀបប្រើប្រាស់ហ្នឹងយើងអាច the next step ក៏បានដែរអូខេហើយបន្តមកទៀត target customer របស់យើងតើអាជីវកម្មរបស់យើងហ្នឹងអតិថិជនគោលដៅរបស់យើងជានរណាមនុស្សស្រីមនុស្សប្រុសGen Z Gen Y Gen Alpha ឬក៏អាយុយើងដាក់ចន្លោះអាយុក៏បានឬក៏ភេទក៏បានដែរអាយុចន្លោះពីប្រហែលទៅប្រហែលហើយភេទប្រុសភេទស្រីឬមួយក៏ទាំងអស់អីចឹងទៅហើយមួយទៀតចំណុចបន្តទៀត main problem នេះយើងចង់សំដៅទៅលើបញ្ហាបញ្ហាចម្បងរបស់អតិថិជនរបស់យើងហ្នឹងណាតើផលិតផលរបស់យើងហ្នឹងនេះយើងអត់តចូលដល់ដំណោះស្រាយគ្រាន់ថាយើង list down នៅបញ្ហារបស់អតិថិជនសិនមកហើយបន្តមកទៀតយើងនឹងនិយាយអំពី main benefit ហើយតមកទៀតprice rank អាហ្នឹងបើសិនជាយើងអាចshow price rank យើងដាក់ price rank មកណាតែបើជា suggestion ខ្ញុំដាក់ទៅល្អដើម្បីឲ្យជួយ research ឲ្យយើងដែរថាអូខេនៅពេលដែលយើងដាក់តម្លៃប៉ុណ្ណឹងទៅព្រោះប្រៀបធៀបជាមួយទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងតម្លៃហ្នឹងមិនដែរអាចប្រកួតប្រជែងនៅលើទីផ្សារបានអត់អញ្ចឹងណាអញ្ចឹង tone of voice នេះអាចជា professional warm confident competitor យើងជានរណាគេកន្លែងហ្នឹងយើងអាចដាក់មកក៏បានឬក៏អត់ក៏បានដែរតែយើងដាក់មកទៅយើងអាចសួរបន្ថែមទៀតthe next prompt ណាគឺយើងអាចសួរតាក់ទងថាអូខេតើបើប្រៀបធៀបនឹងcompetitor របស់យើងហ្នឹងចំណុចខ្លាំងរបស់យើងនៅត្រង់ណាចំណុចខ្សោយរបស់យើងនៅកន្លែងណាអញ្ចឹងណាអាហ្នឹងយើងអាចនេះបន្តទៀតបានអូខេហើយជាចុងក្រោយ what make me different អាហ្នឹងគឺជាចំណុចខ្លាំងរបស់យើងunit ដែររបស់យើងដែលយើងដែលគូប្រជែងរបស់យើងហ្នឹងគាត់អត់មានដែលអញ្ចឹងដើម្បីឲ្យ AI ស្គាល់ពី business របស់យើងរៀបរាប់1 2 3 4 5 6 7 8 9ចំណុចខាងលើមកបានហើយតកតងនឹងក្រុមទី2នេះដែលយើងនឹងនិយាយអំពីថាbased on my business យោងទៅតាមព័ត៌មានដែលអ្នកឯងបានពី business របស់ខ្ញុំហ្នឹងអាច summary ពី customer problem ពីបញ្ហារបស់អតិថិជនហើយនឹង emotional trigger តើយើងហើយនឹងចំណុចខ្លាំងនៃ product របស់យើងក៏ដូចជាអត្ថប្រយោជន៍ហើយ content ហ្នឹងយើងបើសិនយើងចង់បានជាភាសាខ្មែរយើងដាក់ថា write in ខ្មែរមកយើង
ចង់បានជាភាសាអីយើងអាចដាក់នៅក្រោយនឹងបាន AI នឹងផ្ដល់ចម្លើយមកយើងទៅតាមភាសាដែលយើងបានដាក់ទៅនឹងមិនមែនថាព្រមអង់គ្លេសត្រូវចេញរីសាលអង់គ្លេសណាតែបើសិនយើងអត់បញ្ជាក់គឺចេញអង់គ្លេសហើយតែបើព្រមយើងអង់គ្លេសហើយយើងចង់ឲ្យចេញជាខ្មែរយើងគ្រាន់ណាសេថា write in ខ្មែរឬក៏ដាក់ in ខ្មែរឡើងវិញក៏បានដែរព្រមមួយនេះក៏ជាព្រមគំរូដែរសម្រាប់ឲ្យយើងអាចទាញយកនៅភាសា customer persona បានអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ឧទាហរណ៍ថា create to customer persona for my product include fear goal buying behavior and content they trust right in ខ្មែរអូខេបន្តមកទៀតយើងនិយាយអំពី content angel ព្រមនិយាយទៅព្រមទាំងអស់នេះគឺយើងប្រើបន្តគ្នាពីដំបូងមកបន្ទាប់ពី customer persona ទៅយើងអាចបន្ថែមព្រមមួយទៀត based on my business info list 20 content angel for this month right in ខ្មែរហើយបើសម្រាប់ video script ព្រមគឺយើងអាចទៅសេបានថា create a 10 to 50 second ខ្មែរអញ្ចឹងកន្លែងចន្លោះពេល time នេះយើងអាចដូរបានយើងចង់បានវីដេអូរយៈពេលប្រហែល second ប្រហែលនាទីគឺយើងដាក់នៅក្នុងហ្នឹងគ្រាន់តែថាដាក់វីដេអូ script នេះគឺនឹងចេញមកជា text ទេណាមិនមែនចេញមកជាវីដេអូទេណាហើយបើកន្លែងនេះយើងចង់បានជា storyboard យើងដាក់មកជា storyboard អញ្ចឹងពេលដែលបានជា storyboard យើងនឹងអាចយកprompt នៃ storyboard មកប្លង់ហ្នឹងយកទៅ generate នៅក្នុង AI មួយផ្សេងទៀតដើម្បីបង្កើតចេញជាវីដេអូ create 10 to 50 second ខ្មែរ video script for product អញ្ចឹងកន្លែងនេះបើសិនយើងមាន product 3ប្រភេទយើងដាក់3មកមួយម្ដងមួយទៅ include hook pain point solution ហើយ call to action video format ដែលល្អ format របស់វាគឺបែបនេះគឺដំបូងគឺយើងមានត្រូវការ hook តមកយើងត្រូវការ problem customer problem ហើយនឹងដំណោះស្រាយហើយជាចុងក្រោយគឺ call to action យើងចង់ឲ្យអតិថិជនធ្វើអីគេ like share comment ឬមួយក៏តម្លាក់លេខតម្លាក់ទីតាំងអីហ្នឹងនៅក្នុង call to action អញ្ចឹងនេះគឺជា prompt សម្រាប់យើងបង្កើត content calendar សម្រាប់30ថ្ងៃអូខេឧទាហរណ៍ using my business info generate a 30-day content calendar with daily topic and caption in ខ្មែរអញ្ចឹងនៅក្នុង prompt នេះខ្ញុំសេជាអង់គ្លេសប៉ុន្តែខាងក្រោយខ្ញុំបន្ថែមរហូត in ខ្មែរអញ្ចឹងណានេះពី prompt ផ្សេងគ្នាខ្ញុំដាក់នៅក្នុងចន្លោះថ្មីកដោ2ហ្នឹងថ្មីកដោ1 prompt 1ថ្មីកដោ1 prompt 1អញ្ចឹងខាងក្រោមនេះយើងអាចទៅសេបានថា generate 30 content idea for selling product អានេះកន្លែងខ្ញុំដាក់ plus product ហ្នឹងយើងអាច replace មកផលិតផលរបស់យើងណា in ខ្មែរ keep them short easy practical and suitable for Cambodia buyer អូខេព្រមបន្តទៀតusing my everything you learn about my business write 10 more ខ្មែរ sell post with different angel អញ្ចឹងព្រមមួយនេះមិនមែនថាយើងត្រូវប្រើទាំងអស់ហើយតាមកលៈទេសៈដែរឧទាហរណ៍ថាយើងប្រើអាខាងលើហើយអាខាងក្រោមនេះយើងមិនប្រើក៏បានដែរតែឧទាហរណ៍ថាបើសិនយើងចង់បន្ថែមទៀតយើងអាចដាក់បន្ថែមទៀតបានអូខេខាងក្រោមនេះតកតងនឹងព្រមលក្ខណៈជា option អញ្ចឹងខ្ញុំសរសេរថា write 3ខ្មែរ caption អញ្ចឹងបានន័យថា product មួយហ្នឹងគឺយើងឲ្យ AI សរសេរឲ្យយើងជា3 caption ផ្សេងគ្នា3 caption ផ្សេងគ្នាសម្រាប់លក់ផលិតផលតែមួយឯងព្រមខាងលើគឺយើងយក idea ហើយនឹងយក content តែព្រមគំរូព្រមខាងក្រោមនេះយើងចង់ប្រាប់ដល់ AI នៅក្នុងប្រដាក់មួយហ្នឹងឲ្យ AI ហ្នឹងសេឲ្យយើងនៅ description ផ្សេងគ្នាអូខេខ្ញុំតទៀតខ្ញុំអានឡើងវិញ write 3ខ្មែរ caption for selling product ឡើងប្រដាក់នេះយើង replace មកប្រដាក់របស់យើង friendly tone clear benefit simple call to action អញ្ចឹងប្រភេទនៃ content គឺយើងអាចប្រើបានដូចជា product post ហ្នឹងគឺយើងអាចបង្ហាញជាអត្ថប្រយោជន៍ឬក៏យើង
ធ្វើ artwork ឲ្យស្អាតអញ្ចឹងណាជួនកាលproduct ខ្លះតាក់ទងនឹងអឺសម្រស់ស្អីហ្នឹងយើងត្រូវការ BA ស្អាតស្អាតអញ្ចឹង BA ស្អាតស្អាតជាងការយើងរក BA ល្បីល្បីឬក៏ BA ស្អាតថតមកក៏ត្រូវការចាយលុយច្រើនដែរតែ AI អត់ចាយលុយទេគឺយើងអាច generate បានច្រើនទម្រង់បត់បានច្រើនហើយសម្រាប់លក្ខណៈfrom generate រូបអីផ្សេងទៀតខ្ញុំមាន channel មួយដែរចាំខ្ញុំតម្លាក់ចូលក្នុងក្រុមបងប្អូនអរគ្នាដែលចូលរួមរៀនហ្នឹងចង់បានព្រមតាក់ទង generate រូបភាពស្អាតស្អាតអីអាច join channel នឹងបានបន្តមកទៀតប្រភេទcontent គឺយើងមានអឺ content benefit ផុសអញ្ចឹងយើងអាចនិយាយអំពីតម្រូវការអតិថិជនហើយលើកពីបញ្ហាហើយនឹងដំណោះស្រាយជូនដល់គាត់ទី3តកតងនឹងប្រភេទ content social proof social proof ហ្នឹងជា content មួយដែលយើងឲ្យជាលក្ខណៈយើង review ពី product របស់យើងឬក៏អតិថិជនគាត់អ្នក review ឲ្យឬក៏អតិថិជនក៏ឲ្យជាអឺ testimony feedback ល្អមកវិញអញ្ចឹងណាឬមួយក៏ជាវីដេអូលក្ខណៈ before and after អាហ្នឹងទៅតាមប្រភេទផលិតផលរបស់យើងឯងបើផលិតផលដែលថាតើតើឧទាហរណ៍ថាបងលាតកាត់ខាង salon អញ្ចឹងទៅអឺមុនមុនកាត់សក់ក្រោយមកកាត់សក់សស្អាតសសង្ហាបែបណាអញ្ចឹងណាយើងអាចជាប្រភេទ content បែបហ្នឹងអញ្ចឹងគ្រប់ content ថៃនេះគឺយើងអាចរៀបចំនៅក្នុង 30 day content របស់យើងហ្នឹងគឺយើងបញ្ចូលទាំងអស់ content បែបលក្ខណៈ education ផុសអញ្ចឹងcontent បែប education ហ្នឹងធម្មតាយើងដឹងហើយអ្នកខ្លះគាត់អត់ចូលចិត្តcontent ណាដែលចេញមកលក់ចេញមកលក់ចេញមកលក់អីតែបើសិនជាយើងបង្រៀនផ្ដល់ចំណេះដឹងដល់អតិថិជនរបស់យើងថាអូខេយើងអាចផ្ដល់ចំណេះដឹងតាក់ទងនឹងការគ្រប់គ្រងស្តុកថាស្តុកត្រូវរៀបចេះស្អាតស្អាតអញ្ចឹងទៅបានស្រួលរកសម្ភារៈអីផ្សេងតែបើសិនស្តុកបងប្អូនអរគ្នាច្រើនអីអញ្ចឹងទៅពិបាកក្នុងការគ្រប់គ្រងដោយ menu អាចមកប្រើជា system វិញបានអញ្ចឹងណា content ទី5គឺតាក់ទងនឹង personal ឬក៏ story post និយាយទៅ share ពីរឿងពិតឬមួយក៏យើងហៅថាជា story ដែលយើងបង្កើតផលិតផលនឹងមកដែលយើងលក់ផលិតផលនឹងមានរឿងអីកើតឡើងពីមុនមកបានយើងត្រូវ content បែបហ្នឹងគឺជួយឲ្យអតិថិជនកាន់តែប្រាស់ហើយកាន់តែមានទំនុកចិត្តទៅលើ business ឬក៏ផលិតផលរបស់យើងបន្ថែមទៀតអូខេនេះគឺជា plan សម្រាប់30ថ្ងៃហ្នឹងយើងបែងចែកចេញជា4សប្តាហ៍ដែលសប្តាហ៍ទី1យើងអាចផុសជាប្រភេទ product book benefit ទី2យើងអាចផុសជា education បូកជាមួយ tip ខ្លីៗហើយសប្តាហ៍ទី3យើងអាចផុសជា social proof បូកជាមួយនឹង story ចាអាចជា story របស់អតិថិជនយើងក៏បានដែរបើថាយើងអត់មាន story ផ្ទាល់ខ្លួនណាជា story របស់អតិថិជនយើងក៏បានដែរសប្តាហ៍ទី4យើងអាច mix content ទាំងប្រភេទទាំងអស់ហ្នឹងមកចូលគ្នាហើយសម្រាប់គន្លឹះសំខាន់ហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យសាមញ្ញ caption ឲ្យខ្លីហើយរូបភាពហ្នឹងឲ្យស្រឡះ clean ត្រជាក់ភ្នែក artwork ស្អាតហើយកុំភ្លេចបង្ហោះឲ្យជាប់យើងផុសជាប្រចាំណាគេហៅថាធ្វើជាប្រចាំអូខេនេះគឺជាផ្ទាំងChatGPT ណាបើសិនជានៅក្នុងទូរស័ព្ទយើង download app មកគ្រាន់តែថា app ChatGPT ហ្នឹងមាន app ជាច្រើនដែលមាន logo ស្តៀងគ្នាអញ្ចឹង make sure ថាយើង download ChatGPT កុំ download អីផ្សេងដែល icon ស្តៀងគ្នាហើយពេលដែលយើង download ហើយ interface វានឹងខុសគ្នាហើយការប្រើប្រាស់នឹងខុសគ្នាហើយអញ្ចឹងសម្រាប់ ChatGPT យើងអាចចូលតាម browser បានតែយើង file link នេះអ្វីដែលខ្ញុំនិយាយថាប្រមហ្នឹងគឺពាក្យបញ្ជាដែលយើងត្រូវយកមកប្រើជាមួយ AI ឯងតើណាបងនេតធ្លាប់នេះឯណាធ្លាប់ប្រើហើយធ្លាប់យល់អាចតាមតនទេបងអានេះបើសិនជាយើងមានជា company profile ក៏បានដែរយើងអាចដាក់ company profile យើងចូលណាក៏បានដែរព្រោះនៅក្នុង company profile របស់យើងមានទាំង vision mission មានអីជាច្រើនហើយតែបើសិនយើងអត់ទាន់មានអាហ្នឹងយើងអាចធ្វើតាមវិធីនេះបានចាអានេះយើងយក result back មកសំណួរវិញធ្វើបច្រាស់
Lệ ơi, Dạ. trong số tích lại nãy là không ở pha chỗ đó không cho khi mình thích nhưng mà thật ở pha ban thảo. บ้านตาบองเนี่ยไหลเนี่ย À, เนี่ยอัดไทยปลาเนี่ย okay, I see. ให้อัด Đợi ไท đấy ย giùm บ้า mày. นมาที่ผ้ามาที่ผ้า Nó ចា thì ប៉ា pha បា lại. នច្រើនក្នុងពេលដំបូ Em ង cho ដាក់ người បា ta ន mở ច្រើន sân nhưng mà pha nâng dương tùm hôm mê thông mà tơ của cho thời. អេធំពេកអត់ទេ Ủa chứ người ta đổ phim cho tục tà soi chứ không? ចាឆាតជីវិធីស្រឡាញ់វាគ្រាន់តែអញ្ចេះពេលយើងសួរអីហើយអញ្ចឹងណានេះអាចុងក្រោយគេនេះវាសួរយើងបន្ថែមទៀតហ្មងអត់បិទចង់និយាយថាអត់អែមឆាតយើងណាif you want I can also convert it into copy and ផាសអីអឺ is a បក comment ប្រមអីអញ្ចឹងទៅអញ្ចឹងព្រមហ្នឹងគឺយើងអាចយកព្រមទាំងអស់ហ្នឹងយកមកផាសនៅក្នុង ChatGPT ហ្នឹងមកហើយការប្រើប្រាស់ ChatGPT ដូចខ្ញុំនិយាយតាំងពីក្បាលយើង start ដំបូងណានេះដោយសារនេះវាមាននេះកន្លែង new project នេះអញ្ចឹងfree version ក៏មានអាចឲ្យយើងបង្កើត new project បានដែរអញ្ចឹងសម្រាប់ chat យើងមួយឧទាហរណ៍យើងមានការងារច្រើនត្រូវធ្វើនៅក្នុងហ្នឹងអញ្ចឹងយើងអាចបង្កើតជា project មួយផ្សេងៗហ្នឹងណាអញ្ចឹងនៅពេលដែលយើង back ទៅរក chat ហ្នឹងវិញណាទៅរក result ដែលយើងសួរវិញយើងអាចចូលទៅរកសួរដោយសារមាន classify ដល់ពេល Gemini អត់មាន classify ទេហើយខ្ញុំបើក Gemini ឲ្យនេះ Gemini យើងមើលខាងឆ្វេងនេះអឺនិយាយទៅឆាតដែលយើងធ្លាប់ឆាតមកគឺរាយអញ្ចឹងហ្មងអញ្ចឹងឧទាហរណ៍ថាយើងសួរពីការងារអីអញ្ចឹងហើយយើងចង់បកទៅមើលវិញអញ្ចឹងណាគឺយើងរៀងពិបាកតិចកាលណាយើងឆាតច្រើនទៅយើងត្រូវពិបាករកនិយាយទៅយើងពិបាករកអញ្ចឹងជាទូទៅGeminiសម្រាប់ខ្ញុំប្រើក្នុងការ generate រូបភាពហើយនិងវីដេអូប៉ុណ្ណឹងឯងហើយពេលខ្លះអាចសួររៀបជា content ជាភាសាខ្មែរដែរយើងថ្មីអញ្ចឹងណាយើងចង់ឲ្យ ChatGPT ស្គាល់ពី business របស់យើងផាសព្រមហ្នឹងមកណាអញ្ចឹងទៅមើល result ទាំងអស់គ្នាថានៅពេលណាដែលយើងដាក់ព្រមហ្នឹងទៅនឹងបាន result បែបណាអូខេនេះអញ្ចឹងChatGPT នឹង recap មកវិញមកថា business យើងអីគេអញ្ចឹងទៅproduct ឬក៏ service របស់យើងអីគេបន្តមកទៀតអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងទៅអ្នកទាំងអស់គ្នាអាចប្រើព្រមបន្តនេះបាននេះណាអញ្ចឹងខ្ញុំមានព្រមស្រាប់អញ្ចឹងយើងគ្រាន់តែយកមក copy ផាសមកបានហើយណាយើងបិទចោលក៏បានដែរនេះព្រមនេះសម្រាប់ឲ្យ summary ឃើញទេអញ្ចឹងបន្តពីហ្នឹងមកយើងឃើញឯងចម្លើយចេញមកជាភាសាខ្មែរដោយសារនៅក្នុងព្រមនេះយើងដាក់កន្ទុយយើងដាក់ថា write in ខ្មែរអញ្ចឹងបានជាភាសាខ្មែរនេះណាហើយអូខេខ្ញុំចង់បញ្យល់បន្តិចដែរតកតងនឹងវីដេអូព្រមនេះសម្រាប់ព្រមជាវីដេអូខ្ញុំដាក់ថា30 second ហ្មងណាអឺអូខេអញ្ចឹងជាធម្មតាChatGPT នឹងផ្ដល់ result មកយើងបែបនេះឯងអញ្ចឹងឧទាហរណ៍ថាយើងបាន result ប៉ុណ្ណឹងមកយើងអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចអត់ត្រូវរៀបប្លង់ថតម៉េចឬក៏ដាក់រូបភាពរបៀបម៉េចទេព្រោះនេះយើងមកជា text ទេបានន័យថានេះដូចជា voice over អញ្ចឹងយើងនៅក្នុងវីដេអូរបស់យើងមាន voice over ឬក៏យើងមានអត្ថបទដែលយើងត្រូវនិយាយណាប៉ុណ្ណឹងតមកទៀតឧទាហរណ៍ថាយើងចង់ឲ្យរៀបចេញជាប្លង់ថាអូខេប្លង់ទី1យើងគួរតែដាក់រូបបែបណាធ្វើវីដេអូបែបណាអីហ្នឹងណាយើងអាចទៅសេបន្ថែមទៀតបានថាstoryboard for Oppo video អត់ថា
អូខេនៅពេលដែលយើងដាក់ថា storyboard ហ្នឹងទៅគឺយើងឃើញហើយនេះនៅក្នុងវីដេអូគឺយើងមានបែងចែកជាប្លង់ដែលយើងហៅថា scene ណាអញ្ចឹង scene ទី1យើងនិយាយពីហុករយៈពេលពី0ទៅ5 second ហ្នឹងអឺស្គាល់ហុកអត់ហុកហ្នឹងគឺបើយើងនិយាយឲ្យខ្លីទៅគឺអ្វីដែលតាក់ទាញចំណាប់អារម្មណ៍ដំបូងគេដែលគេមើលឃើញវីដេអូរបស់យើងហ្នឹងណាអឺនៅក្នុងវីដេអូយើងហៅថាហុកvisual នេះចង់បានន័យថាជារូបភាពឬអ្វីសម្រាប់ដែលយើងមើលឃើញអញ្ចឹងអាចជារូបភាពអាចជា graphic អីផ្សេងៗអញ្ចឹងនៅក្នុងនេះ ChatGPT recommend ឲ្យយើងដាក់រូបស្ត្រីម្នាក់អង្គុយមើលទូរស័ព្ទហើយមានអារម្មណ៍ធុញថប់និងអស់កម្លាំងហ្នឹងណាអញ្ចឹងឧទាហរណ៍ថាបើយើងមើលអញ្ចឹងហើយយើងអាចទៅថតរូបអញ្ចឹងបានយើងទៅថតបែបហ្នឹងតែឧទាហរណ៍ថាយើងអត់ចង់ជួលជាងថតឬក៏រៀបចំថតអីផ្សេងទៀតតាក់ទងនឹងអាហ្នឹងទេយើងអាចបន្ថែមមកទៀតមកថាចេះinclude visual from for each scene អញ្ចឹងអានេះចង់បញ្ជាក់ថាចេះឲ្យ ChatGPT ហ្នឹងរៀបចំ storyboard ឲ្យយើងហើយឲ្យទៅសេជា prompt សម្រាប់ generate អារូបភាពហ្នឹងឲ្យយើងទៀតអញ្ចឹងយើងយកតែ prompt ហ្នឹងយកទៅ generate រូបយកមកអញ្ចឹងយើងអត់បាច់ចំណាយពេលទៅថតទៀតអញ្ចឹងណាអញ្ចឹងឧទាហរណ៍អូខេអញ្ចឹងនេះprompt ខ្ញុំបានហើយអញ្ចឹង scene ទី1វាប្រាប់ហើយជាខ្មែរវិសុយថាបងស្រីអង្គុយមើលទូរស័ព្ទមានអារម្មណ៍ឃើញថប់អស់កម្លាំងអញ្ចឹងណាអញ្ចឹងprompt មួយនេះយើងអាចយកទៅ generate បានជាគ្រាន់ copy ហ្នឹងទៅហើយយកទៅ generate រូបភាពអញ្ចឹងខ្ញុំអាចgenerate រូបភាព test ឲ្យយើងមើលអញ្ចឹងបើកន្លែងនេះយើងចង់ដាក់តួអង្គយើងចូលក៏បានដែរយើងចង់ដាក់តួអង្គយើងចូលយើងអាចរូបភាពរបស់យើងចូលមកអញ្ចឹងយើងនឹងបានរូបរបស់យើងហើយហើយរូបភាពដែលយើងចង់ generate តួរបស់យើងហ្នឹងធ្វើយើងយកតែមួយកណាត់មុខក៏បានដែរសំខាន់ឲ្យច្បាស់ហើយកុំបែកអាប់ក្រាស់ហើយបាច់សើចខ្លាំងទេតែសើចខ្លាំងធ្វើឲ្យខុសទម្រង់មុខពេល generate មកក៏សូវដូចដែរអូខេអញ្ចឹងរបៀបប្រើប្រាស់គឺយើងប្រើរុញទៅរុញមករុញទៅរុញមកតែរហូតហ្នឹង ChatGPT ចំណាយគ្រប់អញ្ចឹងទៅឬក៏អឺ AI ផ្សេងទៀតអញ្ចឹងណាអូខេឃើញទេនេះជា design នៃ prompt របស់យើងមិញអញ្ចឹងយើងអាចយក prompt ហ្នឹងយកមក generate វីដេអូទៅតាមអ្វីដែល ChatGPT recommend មកឬក៏យើងអាចមានគំនិតកែច្នៃផ្នែកផលិតអីបន្ថែមទៀតហ្នឹងគឺយើងអឺអាចធ្វើបានណាអានេះខ្ញុំ download មកតិចទៅហើយខ្ញុំឧទាហរណ៍ AI មួយទៀតឲ្យមើលអត់មាននៅក្នុង slide តែបង្ហាញឲ្យមើលហ្មងទៅព្រោះអីទីយើងត្រូវប្រើ Camcat យើងត្រូវកាត់តចូលគ្នាដែរអញ្ចឹងណាអូយមុខអង្ឡើងជ្រួញចិញ្ចើមអានឹង download មកវាមានជាប់គេហៅថា license មានមកហ្នឹងហើយ អត់ជាប់ license ទេរូបហ្នឹងគឺយើងយកមកប្រើបាន commercial ហើយដល់ជាប់ license របស់កម្មវិធីអត់ទេប៉ុន្តែវាមានរូបនេះវាមានអា icon ខាងក្រោមនេះអារូបដូច sky ណាតែអាហ្នឹងយើងលុបបានយើង remove បានយើងចង់ remove បាទ មាន AI សម្រាប់ remove អីផ្សេងទៀតតែខ្ញុំនេះខ្ញុំ remove ជួនកាលយើងចង់យើងខ្ជិល remove យើងដាក់ទៅនេះបើសិនយើងចង់ remove មាន AI មួយទៀតសម្រាប់ remove ណាដាក់តាមមកខ្វាច់បាត់ទេមានអីនៅសល់ណាបើសិនយើងចង់ remove ណាហើយ AI មួយនេះយើងអាចកែរូបឲ្យស្អាតឲ្យ smooth ឲ្យរូបខូចខាតដោយរូបយើងចាស់ខូចរូបសក់ខ្មៅអីហ្នឹងយើងអាចយកមកជួសជុលនៅក្នុង AI មួយនេះបាន free បង AI នេះ free មាន free ប្រើគ្រាន់ថាប្រើបានគ្រប់ function ទេ
យើងសាក free សិនទៅបើសិនជាអូខេអត់គ្រប់បានសិនយើងតម្រូវការត្រូវបាយយើងបាយទៅបើអត់ចាំបាច់យើងមិនទិញទៅក៏បានដែរ ព្រោះធ្លាប់ website ខ្លះយើងវាត្រូវទាមទារយើងទិញ license ដើម្បីវាបានវា file ធំ អាហ្នឹងវាជាទូទៅ គេធ្វើអេបចំណាយលុយអង្គកណោអញដឹងហើយអេបមួយចំណាយលុយច្រើនក្នុងការធ្វើហើយអត់ឲ្យគេមានកលៈរលុយមកវិញខ្លះហ៎ អានេះក្រៅមីហ្នឹងឯណាតែបង្ហាញឲ្យមើលដែរអញ្ចឹងអានេះកម្មវិធីយើងឈ្មោះថាគ្រុកគ្រុកនេះគ្រុកហ្នឹងបោះ X បោះ Elon Musk ដែរបោះក្រុមហ៊ុន Elon Musk ដែរណាអាហ្នឹងgenerate រូបហើយយករូបធ្វើជាវីដេអូអីលឿនខ្លីៗហ្នឹងបានលឿនហើយ free version ហ្នឹងក៏យើង generate រូបបានច្រើនដែរអញ្ចឹងដើម្បី sign up ហ្នឹងយើងអាច sign up មួយ Gmail មួយអីយើងបានណាចឹង sign up ងាយបង្ហាញនឹង sign up ទៀតហើយបើសិនយើងចង់យករូបភាពយើងទៅជាវីដេអូយើងចូលមកកន្លែង image នេះមកហើយយើងដាក់រូបយើងបញ្ចូលមកអញ្ចឹងជាធម្មតាគឺអូតូវានឹងទៅ generate ចេញ convert រូបរបស់យើងហ្នឹងទៅជាវីដេអូឲ្យយើងមួយហើយយើងមិនបាច់តន់ save ប្រមអីទេគ្រាន់តែដាក់ទៅចេញវីដេអូមួយហើយបើសិនជាវីដេអូដែលគ្រប់ generate ឲ្យយើងហ្នឹងយើងមើលទៅអត់ត្រូវចិត្តអីយើងចង់ edit កែព្រមអីហ្នឹងយើង custom សរសេរព្រមនេះបាននេះបន្លោះសរសេរហ្នឹងណាតែខ្ញុំគិតថានេះអាចយកបាននេះនេះអាចយកបានហើយបើសិនយើងអត់ពេញចិត្តទេយើងទៅសេព្រម customize នៅហ្នឹងមកណាហើយនៅក្នុងនេះយើងសេខ្លីៗទេអត់ទៅសេអីវែងឧទាហរណ៍ថាយើងចង់ឲ្យងើបឈរចង់ឲ្យដើរចង់ឲ្យអង្គុយហ្នឹងណាពេលតមកយើងអាច download នេះ download វីដេអូហ្នឹងយកមកទុកមកហើយបន្តមកទៀតយើងធ្វើអញ្ចឹងបន្តហ្នឹងណាមេទី2prompt នេះអានេះ prompt split layout ណា split screen showing long caption bright and no engagement អញ្ចឹងអ្នកថ្មីដែលអត់ដែលប្រើ prompt អាចយល់បានទេណាអាចដឹងថាអូខេprompt នឹងជាអីគេហើយយើងយកមកប្រើនៅក្នុងនៅកន្លែងណាអញ្ចឹងណាអញ្ចឹងនៅក្នុង Gemini ហ្នឹងវាភ្ជាប់ឲ្យយើងហ្មងដូចថា content យើងសួរពីលើមកចេះមកអង្គរហ្នឹងវាតរូបតអីឲ្យយើងនិយាយទៅឆ្លាតចឹងនិយាយថាឆ្លាតយើងតពេលនេះទៅយើងអត់សូវហត់ថាត្រូវប្រាប់ថាម៉េចអូបណ្ដាអានេះពេលយើងអត់បានដាក់ប្រដាប់វាសួរប្រដាប់អីគេអូខេអញ្ចឹងតើតើនឹង content 30 day ហ្នឹងពេលដែលយើងបាន content មកអញ្ចឹងយើង copy យកទៅដាក់នៅក្នុងមួយ file ទៅព្រោះអីយើងត្រូវការthe next step គឺយើងត្រូវ detail លម្អិតនៅក្នុង content មួយទៀតអញ្ចឹងណាអានេះដំបូងយើងបានជា title អីសិននេះតទៅពីបានជា title មកយើងចង់បាន detail នៅក្នុងនោះមួយទៀតយើងចាប់ផ្ដើមឲ្យ ChatGPT generate ជា detail content ឲ្យយើងហ្មងណាមួយដូចថា content ខ្លះជា artwork យើងឲ្យរៀបជា artwork មកហើយបើ artwork ហ្នឹងយើងអាចយកទៅ design ខ្លួនឯងបានយើង design ទៅតែបើយើងចង់ឲ្យChatGPT សេជា prompt ឲ្យយើង comment ឲ្យសេ prompt ទៅឧទាហរណ៍ថាខ្ញុំចង់បាន prompt ហ្នឹងយកទៅប្រើនៅក្នុង Canva ហ្មងព្រោះនៅក្នុង Canva យើងអាចមើល template មានស្រាប់ឬក៏យើងអាចប្រើ AI នៅក្នុង Canva ហ្នឹងបានណាចឹងអានេះរបៀបប្រើយើងសួរដេញអញ្ចឹងណា
ថាព្រមតែបងដាក់ឲ្យនៅក្នុងមេរៀនហើយនឹងផ្ញើជាហ្វាព្រមឲ្យហ្នឹងយើងមានជាព្រមគោលអញ្ចឹងណាហើយបន្ទាប់ពីយើងប្រើគោលហ្នឹងហើយគឺយើងនេះតែបន្តិចអីបន្តមកទៀតដើម្បីដេញតអញ្ចឹងណាចឹងតើតាថាយើងយកទៅយើងស្ដាប់របស់ចាប់ផ្ដើមប្រើទៅទើបយើងអាចដឹងថាអូខេយើងត្រូវធ្វើអីបន្តទៀតតែបើរៀនហើយអត់ធ្វើអត់អនុវត្តយើងនៅតែអត់បែកទេអត់ដឹងថាត្រូវធ្វើអីបន្តទៀតអញ្ចឹងណាចឹងអូខេនេះយើងបាននេះហើយឧទាហរណ៍ថាបងអត់ adjustment អត់កែអីផ្សេងទៀតទេខ្ញុំឲ្យរៀបចំជា Canva ព្រម